ភិបាលកម្ពុជាជាក់ស្ដែងលោកហ៊ុនឌិនជាសមាជិកសភានិងជានឹងដែលមានបេះដូងជាខ្មែរពិតប្រាកដគ្រាន់តែបានបញ្ចេញទស្សនៈអំពីការធ្វើធៀបយ៉ាងសាហាវព្រេងផ្សៃទៅលើលោកបណ្ឌិតខែមលីដែលហ៊ានទីទានរិះគន់ស្ថាបនារាជរដ្ឋាភិបាលតែប៉ុណ្ណោះនេះពុំមានអ្វីផ្លែកទេនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដដោយប្រទេសអូស្ត្រាលីយើងនេះប៉ុន្តែបែរទៅជាមានការទទួលប្រតិកម្មដល់ធ្ងន់ធ្ងរពីរាជរដ្ឋាភិបាលនៅកម្ពុជាទៅវិញម្យ៉ាងវិញទៀតយើងខ្ញុំក៏មានការសោកស្ដាយផងដែរចំពោះសកម្មភាពវិធានការរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរគឺលោកថៃសុផានដែលបាននិយាយកុហកបំភ្លើសមូលបង្កាច់បំភាន់មតិសាធារណៈនិងគោលបំណងញុះញង់បំបែកបំបាក់ស្មារតីសាមគ្គីភាពរបស់ជនជាតិខ្មែរស្នេហាជាតិទាំងអស់នៅក្នុងនិងក្រៅប្រទេសជាក់ស្ដែងលោកហ៊ុនឌិនពុំបានប្រមាថមើលងាយដល់ព្រះមហាក្សត្រកងទ័ពនគរបាលប្រជាពលរដ្ឋខ្មែរឬក៏សង្គមខ្មែរដ៏ជាទីស្រឡាញ់និងជាទីគោរពរបស់លោកនោះទេពោលគឺលោកហ៊ុនឌិនមានមតិសម្ដៅដល់ឃាតករនិងជនដែលនៅពីខាងក្រោយឃាតករដែលសម្លាប់លោកបណ្ឌិតកែមលីតែប៉ុណ្ណោះជាពិសេសចំពោះរដ្ឋាភិបាលដែលមិនបានរក្សាសន្តិសុខសុវត្ថិភាពនិងរក្សាយុត្តិធម៌ដល់លោកបណ្ឌិតកែមលីតែផ្ទាល់តែសោះសូមអរគុណថ្ងៃសុក្រទី12ខែខ្ញុំសូមជម្រាបបងប្អូនថាខ្ញុំសូមអរគុណណាស់ដែលបងប្អូនខ្លះបានទៅទទួលលោកហ៊ុនឌិនពីព្រឹកមិញហ្នឹងគឺដល់ចំណតយន្តហោះគឺលើកតាំងពីម៉ោង4ម៉ោង5ភ្លឺរួចម៉ោង7យើងចេញដំណើរទៅហើយជាពិសេសគឺថាយើងទាំងអស់គ្នាហ្នឹងគឺថារួមគ្នាជាធ្លុងមួយជាពិសេសគឺរដ្ឋវិទូរីយើងនេះគឺបានឈានទឹកឈានមុខគេក្នុងការដែលរួមគ្នាដែលហ៊ានតស៊ូហើយចំពោះខ្ញុំដែលជាប្រធានសហព័ន្ធផងជាប្រធានសមាគមខ្មែរផងហ្នឹងខ្ញុំនឹងការធ្វើការតស៊ូហើយនឹងប្រឆាំងនៅអំពើអយុត្តិធម៌ហើយនឹងអ្វីដែលប៉ះពាល់ទៅលើប្រជាពលរដ្ឋខ្មែរហើយជាពិសេសគឺសូមគាំទ្រជាដាច់ខាតនៅសម្ដីរបស់លោកតំណាងរាស្ត្រហ៊ុនឌិនដែលមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជានេះគឺជារដ្ឋាភិបាលដេលឆានហើយពាក្យដេលឆាននេះតូចណាស់បាទមែនទេរដ្ឋាភិបាលកម្ពុជាសប្តាហ៍នេះគឺជារដ្ឋាភិបាលខ្មែរក្រហមសម័យថ្មីដោយសារថាប្រទេសកម្ពុជាយើងមានរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាយើងមានតុលាការប្រទេសកម្ពុជាយើងមានរដ្ឋសភាជាដើមហ្នឹងគឺគេធ្វើអ្វីគឺដោយប្រើយន្តការទាំងអស់នោះហើយជាពិសេសតុលាការគឺធ្វើតាមសម្ដីលោកហ៊ុនសែនគឺថាហ៊ុនសែនថាអ្នកណាក្បត់ទៀតគឺក្បត់ទៀតដែរมันខុសពីដើមដែលយើងហៅថាអង្គការក្នុងសម័យខ្មែរផងយើងហៅថាអង្គការឥឡូវនេះមិនមែនអង្គការទេគឺហ៊ុនសែននឹងតែម្ដងតែហ៊ុនសែនថាឲ្យចាប់បណ្ណាហើយគឺទៅហ៊ានទៅពលីទៅហើយបើកាលណាហ៊ុនសែនឲ្យដាក់គុកគឺដាក់គុកហើយដូច្នេះបើកាលណាហ៊ុនសែនគាត់ហ៊ានជាថាអាគុកគឺមនុស្សហ្នឹងស្រួលទៅគុកមែនណាបាទ